ជំរាបសួរបងប្អូនអរគ្នាបាទនៅថ្ងៃនេះក្រុមហ៊ុនឆាងអានកម្ពុជាបានដាក់សម្ពោធជាផ្លូវការនៅរថយន្ត SUV ស៊េរីថ្មីរបស់ខ្លួន model ឆាងអាន CS55 Plus ស៊េរីឆ្នាំ2026បាទរថយន្តនេះគឺជារថយន្តចំនួនទី4របស់ត្រកូលឆាងអាន CS55 ដែលមានការ design មុខមាត់ថ្មីនិងការបំពាក់នៅបច្ចេកវិទ្យាទំនើបជាច្រើនសម្រាប់អ្នកប្រើប្រាស់ដូច្នេះចង់ដឹងថាការ design របស់រថយន្តឆាងអាន CS55 Plus ឆ្នាំ2026មានលក្ខណៈពិសេសបែបណាតោះតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទក៏លេចមកមើលខាងមុខនៃរថយន្តស៊េរីថ្មីនេះគឺថាមានការ design មុខមាត់ថ្មីក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរនៅប៉ាណាមុខធំមើលទៅខុសប្លែកពីឆ្នាំ2025កន្លងមកហើយនៅលើផ្នែកខាងមុខនេះក៏មានការបំពាក់នៅអំពូល daytime running light ដែលមានការ design រាងជាអក្សរ C មានកាត់ទទឹងពេញតែម្ដងដែលមើលទៅដូចជារថយន្តអគ្គិសនីចឹងតែប៉ុន្តែមិនមែនទេនេះជារថយន្តដែលប្រើម៉ាស៊ីនសាំងហើយបើយើងក៏លេចមើលចង្កៀងគុជខាងក្រោមនេះវិញគឺមានការបំពាក់មកជាមួយនឹងបច្ចេកវិទ្យាថ្មីដែលភ្ជាប់នៅមុខ pha code គឺ auto ដោយស្វ័យប្រវត្តិបាទហើយបន្ថែមពីនេះនៅលើខាងផ្នែកខាងមុខនេះក៏មានការបំពាក់នៅកាមេរ៉ាក៏ដូចជាប្រព័ន្ធ radar ដើម្បីធ្វើការចាប់នៅប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជាប្រព័ន្ធគ្រប់គ្រងបើកបរតាមកន្លងផ្លូវក៏ដូចជាប្រព័ន្ធសុវត្ថិភាពផ្សេងៗជាច្រើនទៀតផងដែរបាទបន្ទាប់ពីការបង្ហាញនៅផ្នែកខាងមុខនេះឥឡូវយើងក៏លេចមកមើលការ design ផ្នែកចំហៀងវិញម្ដងការ design ផ្នែកចំហៀងគឺមានលក្ខណៈបែប sport យើងមើលទៅគឺខុសពី model មុនដោយសារតែក្រុមហ៊ុនធ្វើការ design មកជាមួយនៅរូបរាងថ្មីបែប sport មានការបំពាក់នៅកង់ដែលមានទំហំយ៉ាន់19អ៊ីងហើយនឹងមានការបំពាក់នៅកាមេរ៉ាជុំវិញ540ដែលមានសមត្ថភាព record ដោយឡានទំនើបដូចជា Avatar អញ្ចឹងបាទពិតជាពិសេសមែនទេសម្រាប់ model នេះបាទក្រុមហ៊ុនគឺមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការ design ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាចំពោះការ design ផ្នែកខាងក្រោយនេះគឺរឹតតែពិសេសបាទដោយសារតែក្រុមហ៊ុនឆាងអានបានមើលឃើញអំពីការវិវត្តនៃបច្ចេកវិទ្យាកាន់តែទំនើបហើយនៅលើអំពូលខាងក្រោយនេះគឺមានការបំពាក់នៅអំពូល LED ដែលមានភ្លើងភ្លឺច្បាស់ហើយមានការរត់កាត់ទទឹងពេញតែម្ដងបាទមើលទៅគឺលេចធ្លោតែម្ដងដូចអ្វីដែលបងប្អូនបានឃើញនៅក្នុងរូបភាពនេះហើយនៅផ្នែកខាងក្រោយនេះគឺមានបំពាក់នៅ sensor ចំនួន3គ្រាប់សម្រាប់ផ្ដល់សញ្ញានៅពេលដែលយើងប្រើប្រាស់ប្រចាំថ្ងៃមានន័យថាអាចនឹងមើលឃើញឬក៏អាចនឹងប្រាប់ពីបញ្ហាមួយដែលស្ថិតនៅខាងក្រោយបាទលក្ខណៈពិសេសមួយទៀតគឺ model សម្រាប់ model នេះគឺមានការ design spoiler ដោយបងប្អូនបានឃើញគឺពិតជាស្អាតខ្លាំងមែនទែនមើលទៅរៀងបែប sport ដូចសម្រាប់បងប្អូនផ្នែកយុវវ័យគឺពេញចិត្តពិតជាពេញចិត្តហើយមិនបាច់ទិញកាងថែមទេគឺថាដាក់ទៅត្រូវមាច់តែម្ដងបាទហើយទៅលើស៊ីម៉ាំងក៏ដូចគ្នាដែរយើងមើលស៊ីម៉ាំងផ្នែកខាងក្រោមហើយនឹងមើលការ design ផ្នែកខាងក្រោមនេះគឺមើលទៅជាប្រភេទឡាន sport លេចធ្លោបំផុតសម្រាប់ការបើកបរនៅលើដងផ្លូវបាទបន្ទាប់ពីការរាយរាប់នៅព័ត៌មាននានាទាក់ទងនឹងការ design ផ្នែកខាងក្រៅរបស់រថយន្ត CR55 តើនេះហើយតោះឥឡូវយើងក៏លេខទៅមើលខាងក្នុងនៃរថយន្តនេះទាំងអស់គ្នាថាតើខាងក្នុងនេះមានអ្វីពិសេសខ្លះមាននៅលើរថយន្តនេះបាទមកតាមមកជាមួយខ្ញុំទាំងអស់គ្នាបាទបើក៏លេខមកមើលការ design ផ្នែកខាងក្នុងនៃរថយន្ត CS55 Plus ឆ្នាំ2021នេះមើលទៅពិតជា premium ខ្លាំងមែនទែនដោយបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុងហ្នឹងនេះខ្ញុំកំពុងនៅក្នុងនោះទាំងអស់គ្នាឥឡូវយើងមើលទៅលើដៃទ្វារនេះមួយគ្រាន់តែឃើញដៃទ្វារនេះយើងនឹងអាចដឹងថាដៃទ្វារនេះគឺធ្លាប់ប្រើប្រាស់នៅរថយន្តប្រណិតជាច្រើនរួចមកហើយជាពិសេសគឺនៅលើរថយន្ត Avatar តែម្ដងបាទបន្ថែមពីនេះក៏នៅមានភ្លើង ambient light នៅខាងក្នុងឡាននឹងមានកម្រិតរហូតដល់ទៅ256ពណ៌ដែលផ្ដល់នៅគេហៅថាអារម្មណ៍មួយប្លែកនៅពេលដែលយើងបើកបរនៅពេលយប់យើងអាចផ្លាស់ប្ដូរភ្លើងទៅតាមអារម្មណ៍ដែលយើងចង់បានរថយន្តនេះគឺប្រើប្រាស់នៅជាកូដ Electronic 2ងាយស្រួលក្នុងការបើកបរហើយសម្រាប់កញ្ចក់នៅផ្នែកខាងមុខនេះអេក្រង់នៅផ្នែកខាងមុខនេះគឺមានទំហំ10អ៊ីងសម្រាប់អ្នកបើកបរមើលនៅព័ត៌មានផ្សេងនៅពេលដែលយើងបើកបរនៅលើម្ដងផ្លូវហើយសម្រាប់អេក្រង់កំសាន្តវិញគឺមានទំហំ 12.8 អ៊ីងដែលមានការគ្រប់គ្រងជាមួយនឹងមុខងារ Apple CarPlay ក៏ដូចជា Android Auto រួមជាមួយនឹង Google Map មករួចជាស្រេចបាទហើយជាពិសេសនោះគឺយើងក៏អាចមើល YouTube មើលអីលើអេក្រង់នឹងបានដូចគ្នាបាទពិតជាពិសេសមែនទែនសម្រាប់ model ថ្មីនេះហើយសម្រាប់ការសាកថ្ម wireless វិញគឺមានមួយនេះសម្រាប់បងប្អូនដែលសាកថ្មតាម wireless បើមើលការ design ទៅលើកៅអីអង្គុយវិញទាំងខាងមុខនិងខាងក្រោយគឺមានការ design ពីស្បែកដែលមានគុណភាពខ្ពស់ហើយនឹងភាពធំទូលាយផ្ដល់នូវផាសុកភាពបំផុតសម្រាប់អ្នកធ្វើដំណើរបាទដែលនៅក្នុងនោះក៏មានការភ្ជាប់នៅមុខងារពិសេសមួយចំនួនទៅលើកៅអីអ្នកបើកបរក៏ដូចជាកៅអីអ្នករួមដំណើរផងដែរមួយទៀតនៅលើរថយន្តនេះគឺមានការបំពាក់នៅកាមេរ៉ាគេហៅ540 degree មានន័យថាយើងអាចមើលឃើញរថយន្តយើងនៅជុំវិញរហូតដល់លើក្រោមតែម្ដងមានន័យថាងាយស្រួលហើយលក្ខណៈពិសេសនៃកាមេរ៉ានេះគឺបងប្អូនអាចធ្វើការ record ព័ត៌មាននានាបានដោយគ្រាន់តែដាក់ memory ចូលហើយយើងអាចធ្វើការ record បានហើយបើយើងចង់មើលកាមេរ៉ានៅក្នុងនោះយើងអាចឃើញដោយអ្វីដែលបងប្អូនឃើញនៅក្នុងកាមេរ៉ានេះអញ្ចឹងបាទ
យើងអាចមើលឃើញព័ត៌មាននៅជុំវិញទាំងអស់បាទនេះឃើញមួយវិញទៀតលក្ខណៈពិសេសមួយទៀតគឺនៅលើរថយន្តនេះគឺមានការប្រើប្រាស់គឺមានការបំពាក់នៅដំបូល sunroof ហើយយើងអាចបើកបានដែលមានទំហំធំយើងពិតជាពិសេសមែនទែនយើងអាចស្រូបយកខ្យល់អាកាសតាមរយៈដំបូលនេះបានបាទក្រោយពីបានរៀបរាប់អំពីការ design ផ្នែកខាងក្រៅក៏ដូចជាផ្នែកខាងក្នុងរួចមកឥឡូវនេះយើងក៏លេចមកមើលកម្លាំងម៉ាស៊ីននៅលើរថយន្ត CS55 Plus 2026នេះវិញម្ដងបាទរថយន្តនេះត្រូវបានក្រុមហ៊ុនដាក់ដំណើរការនៅលើម៉ាស៊ីនប្រភេទ Blue Core ដែលមានចំណុះ 1.5 លីត្រប្រភេទ Turbo Engine ហើយនឹងមានកម្លាំង180សេសដូចជាកម្លាំងរមួល280 Newton meters ដែលជាកម្លាំងមួយខ្លាំងសម្រាប់រថយន្ត SUV នាពេលបច្ចុប្បន្នបាទហើយបើនិយាយពីកម្រិតស៊ីសាំងវិញគឺត្រឹមតែ6ទៅ7លីត្រប៉ុណ្ណោះនៅក្នុងចម្ងាយផ្លូវ100គីឡូម៉ែត្រតាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាពក៏ដូចជាជំនួយការឆ្លាតវៃនៅលើរថយន្ត SUV ស៊េរីថ្មីនេះវិញគឺមានដូចជាប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់និងចាប់ប្រាំងដោយស្វ័យប្រវត្តិមានហ្វ្រាំង ABS ប្រព័ន្ធទប់លំនឹងពេលបើកបរល្បឿនលឿនប្រព័ន្ធចាប់ល្បឿនតាមស្លាកចរាចរណ៍និងមានពងសុវត្ថិភាពដល់ទៅ6គ្រាប់បន្ថែមពីនេះក៏មាននៅប្រព័ន្ធកំណត់ល្បឿនស្វ័យប្រវត្តិតាមឡានខាងមុខក៏ដូចជាប្រព័ន្ធជំនួយបើកបរឆ្លាតវៃតាមកន្លងផ្លូវដោយស្វ័យប្រវត្តិនិងប្រព័ន្ធជំនួយនៅលើដៃចង្កូតផ្ដល់សញ្ញានៅតាមកន្លងផ្លូវបានត្រឹមត្រូវថែមទៀតផងជារួមមកវិញសម្រាប់បងប្អូនដែលមានតម្រូវការទៅលើរថយន្ត SUV ចំនួនថ្មីហើយចង់បាន option ថ្មីច្រើនមានតម្លៃសមរម្យនោះអាចមកមើលឆាងអាន CS55 Plus ស៊េរីឆ្នាំ2026នេះបានពិតជាមិនខុសបំណងឡើយបាទដោយសារតែ model នេះគឺត្រូវបានរចនាសម្រាប់ទីផ្សារប្រទេសកម្ពុជាយើងតែម្ដងបាទសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងក្រុមហ៊ុនឆាងអានកម្ពុជាដែលមានអាស័យដ្ឋានលើផ្លូវមនីវងទល់មុខស្ថានទូតវៀតណាមឬក៏តាមរយៈលេខទូរស័ព្ទខាងក្រោមជាចុងក្រោយនេះខ្ញុំពេញលីនតំណាងក្រុមការងារ Elite Naver សូមអរគុណសូមជម្រាបលា